ប្រវត្តិដ៏ជូរចត់អ្នកអង្គការគិតមេងមហាសេដ្ឋីលំដាប់កំពូលនៅកម្ពុជាមហាសេដ្ឋីស្រុកខ្មែរអ្នកអង្គការគិតមេងទើបសម្រេចចិត្តចូលរោងការជាមួយស្រីតូចចំណាននៅថ្ងៃទី20ខែមិនិនាឆ្នាំ2015នេះក្រោយរងរស់ជាមួយគ្នាជាង10ឆ្នាំមានកូន4នាក់ក្នុងនោះប្រុស2នាក់និងស្រី2នាក់តើអង្គការគិតមេងមានជីវប្រវត្តិបែបណាខ្លះនៅពេលនេះអង្គរវ៉យសូមលើកយកប្រវត្តិរូបត្រួសរបស់អ្នកអង្គការគិតមេងមកបង្ហាញជូនប្រិយមិត្តអ្នកអានអ្នកអង្គការគិតមេងមហាសេដ្ឋីលំដាប់កំពូលម្នាក់របស់កម្ពុជាលោកមានអាយុ47ឆ្នាំកើតនៅថ្ងៃទី1ខែកញ្ញាឆ្នាំ1968ក្នុងខេត្តកណ្ដាលហើយលោកជាកូនទី3របស់ពាណិជ្ជករជាប់ខ្សែស្រឡាយចិនម្នាក់ឈ្មោះលោកគិតមេងអៀកក្នុងឆ្នាំ1975ជាឆ្នាំកាន់កាប់ដោយរបបប៉ុលពតនោះលោកគិតមេងនិងក្រុមគ្រួសារត្រូវបានគេជម្លៀសទៅរស់នៅជំរំនាទឹកដីប្រទេសថៃក្នុងការជម្លៀសខ្លួនចេញពីរបបអាវខ្មៅនោះលោកអង្គការគិតមេងនិងបងប្អូនប្រុស2នាក់ទៀតបានបែកគ្នាពីឪពុកម្ដាយហើយឪពុកម្ដាយរបស់អង្គការគិតមេងត្រូវបានគេដឹងថាបានស្លាប់ដោយសារការអត់ឃ្លានជាមួយបងប្អូនប្រុសនៅជំរំនៃប្រទេសថៃលោកគិតមេងនិយាយថាពួកគេបានដាក់យើងនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកមួយយើងបានដេកជាមួយនឹងសត្វជ្រូកនៅឆ្នាំ1980លោកគិតមេងនិងប្អូនប្រុសគិនធៀងត្រូវបានធ្វើអន្តោប្រវេសន៍ទៅប្រទេសអូស្ត្រាលីហើយពួកលោកបានធ្វើការនិងរៀនសូត្រនៅទីក្រុងកង់បេរ៉ាប្រទេសអូស្ត្រាលីក្នុងដំណើរឆាកជីវិតរស់នៅអូស្ត្រាលីលោកគិតមេងបានជំនះការតស៊ូខ្លាំងដើម្បីរស់និងសន្សំលុយក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានអូស្ត្រាលីលោកអង្គការគិតមេងបានឲ្យដឹងថានៅអូស្ត្រាលីពេលអ្នកដើរចែកសម្បត្តិឬលិខិត្តប័ណ្ណតាមផ្ទះនៅពេលដែលមានអាកាសធាតុត្រជាក់អ្នកនឹងមានអារម្មណ៍ឯកោខ្លាំងណាស់លោកអង្គការគិតមេងបានធ្វើការនៅភោជនីយដ្ឋានឥណ្ឌាគឺជាអ្នកលាងចាននិងជាកម្មករលាងសម្អាតនៅផ្សារបន្លែនៅថ្ងៃអាទិត្យហើយការងារដែលមិនត្រូវការជំនាញមួយទៀតដែលលោកគិតមេងបានធ្វើដែរនោះគឺកាត់ស្មៅឲ្យគេតាមផ្ទះនៅឆ្នាំ1991លោកអង្គការគិតមេងនិងគិតធៀងបានសម្រេចចិត្តត្រឡប់មកកម្ពុជាជាមួយនឹងជីវិតផ្លាស់ប្ដូរដោយមកដល់កម្ពុជាដំបូងលោកអង្គការនិងបងប្រុសគិតសុភ័ណ្ឌបានបើកហាងលក់គ្រឿងសង្ហារឹមនិងសម្ភារៈការិយាល័យឲ្យអង្គការសហប្រជាជាតិនៅកម្ពុជាដោយរួមមានទាំងទិញសិទ្ធិលក់ម៉ាស៊ីនថតចម្លងម៉ាក Canon គឺមុនពេលលោកបង្កើតក្រុមហ៊ុន The Royal Group បច្ចុប្បន្ននេះអ្នកអង្គការគិតមេងមានតួនាទីជាប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមហ៊ុន The Royal Group ដែលមានក្រុមហ៊ុនជំនួសឲ្យជិត30ក្រុមហ៊ុននិងមានលុយរាប់រយលានដុល្លារខាងក្រោមនេះជាឈ្មោះក្រុមហ៊ុនជំនួសឲ្យក្រុមហ៊ុន The Royal Group ផ្នែកទូរគមនាគមន៍និងព័ត៌មានវិទ្យា 1. ក្រុមហ៊ុនទូរស័ព្ទចល័ត Cellcard 2. ក្រុមហ៊ុន Royal Telecom International 3. ក្រុមហ៊ុន Telesurf 4. ក្រុមហ៊ុន EasyCom 5. ក្រុមហ៊ុន Neti Solution ផ្នែកហិរញ្ញវត្ថុ 1. ក្រុមហ៊ុនធានារ៉ាប់រង Infinity Insurance 2. ធនាគារ ANZ Royal 3. ក្រុមហ៊ុន Royal Financial Consultancy ផ្នែកផ្សព្វផ្សាយព័ត៌មាននិងកម្សាន្ត 1. ទូរទស្សន៍ CTN 2. ទូរទស្សន៍ CNC 3. ទូរទស្សន៍ MyTV 4. ទូរទស្សន៍ Capco Asia TV Channel 5. ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម Brand Solution 6. ផលិតកម្ម Rock Production 7. មជ្ឈមណ្ឌលកម្សាន្ត Rock Entertainment Center ផ្នែកសណ្ឋាគារនិង Resort 1. Royal Park Resort នៅសៀមរាប 2. D10 King Resort and Casino នៅបាវិតខេត្តស្វាយរៀង 3. សណ្ឋាគារ Hotel Cambodiana ផ្នែកអភិវឌ្ឍអចលនទ្រព្យ 1. អគារពាណិជ្ជកម្ម Royal Tower នៅភ្នំពេញ 2. កោះរ៉ុងនៅខេត្តព្រះសីហនុ 3. Northridge Community នៅភ្នំពេញផ្លូវ2004 4. Condo Embassy Place 5. ក្រុមហ៊ុន The Royal Group ទិញលក់ដីធ្លី
ផ្នែកពាណិជ្ជកម្ម 1. ក្រុមហ៊ុន The Royal Group ផ្នែកខាងលក់ផលិតផលអេឡិចត្រូនិក Canon Motorola Samsung និង Siemens 2. ក្រុមហ៊ុន The Royal Group ផ្នែកលក់អូថូមភាគចក្រ Bell Helicopter 3. ក្រុមហ៊ុន The Royal Group ផ្នែកលក់ចំណីអាហារដូចជា KFC ភោជនីយដ្ឋាន Pizza Hut ជាដើមផ្នែកដឹកជញ្ជូន 1. ក្រុមហ៊ុន Royal Cambodian Limousine Service មានរថយន្តទំនើបសម្រាប់ដឹកជញ្ជូនភ្ញៀវ 2. ក្រុមហ៊ុនផ្លូវដែក Toll Royal